សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ហូបផ្អកចំហុយបងប្អូនហើយបន្លែប្លុកឡើងស្រស់ខ្ចីហ្មងបងប្អូនឥឡូវទៅផ្សារហ្នឹងទិញបានបន្លែប្លុកប៉ុណ្ណឹងហើយចំហុយផ្អកដាក់ពងទាមកគ្រាប់ទៅបន្លែបងខ្ញុំតំណងបងប្អូនហើយខ្ញុំគាត់តែឃើញកឆែតហើយណានោងខ្ញុំខ្វះកក៏បានទិញមកមុខតិចមកដើម្បីយកមកផ្ទាប់ឥឡូវបន្លែប្លុកបងប្អូនឃើញច្រើនអញ្ចឹងប៉ុន្តែมันអស់លុយច្រើនទេបងប្អូនមកមុខតិចទេហើយចំណែកផ្អកហ្នឹងគឺផ្អករបស់ម៉ែចាយកមកប្រហែលជាខ្ទង់2ខាំមកកញ្ច្រាំដាក់សាច់ជ្រូកដាក់ពងទាមកម្ទេសខ្ទឹមចេញស្ករយើងល្មមមកបងប្អូនហើយជាតិខ្លាំងណាស់ខ្ញុំចូលចិត្តណាស់ម្ហូបដែលមានក្លិនដិតរៀងស្អុយអញ្ចឹងនិយាយចូលចិត្តហ្មងបងប្អូនហូបរាល់ថ្ងៃក៏អត់ធុញដែរម្ហូបឲ្យតែមានបន្លែបាច់តងអញ្ចឹងហូបរាល់ថ្ងៃហើយជាមួយនឹងបាយក្តៅស្រួយទៀតមកខ្លាំងជាតិណាស់បងប្អូនហើយអានោងខ្ចីហ្មងខ្ញុំស្ងោរវានិយាយពីហូបទៅបងប្អូនហើយឡើងផ្អែមទឹករបស់វាជាតិខ្លាំងបងប្អូនអើយខានហូបបន្លែចឹងយូរដែរហើយឥឡូវមើលដាក់ឲ្យណាណីមើលបន្លែមួយថាសហ្នឹងខ្ញុំហូបសឹងតែម្នាក់ឯងបងប្អូនឡើងចង់អស់បន្លែហើយបងប្អូនខ្ញុំក៏អត់សូវប៉ិនទេរឿងផ្អកចំហុយមានតែខ្ញុំទេដាក់ឲ្យណាណីទៅបន្លែ4-10មុខហ្នឹងតែម្នាក់ឯងឆ្ងាញ់ខ្លាំងណាស់បងប្អូនគាត់តែឃើញឲ្យខ្ញុំវយសម្លេងម្ដងឡើងស្រក់ទឹកមាត់លេបទឹកមាត់ក្អឹកហ្មងមហូបឲ្យតែមានបន្លែបៃតងចឹងខ្ញុំចូលចិត្តខ្លាំងណាស់បងប្អូនដែរហូបជាមួយម្អមនេះអត់ខ្ញុំម្អមហើយនឹងតកួនបន្លែនិយាយចាំគ្រប់មុខឲ្យតែផ្ទាប់ជាមួយប្រហុកផ្អកហ្នឹងគឺត្រូវគ្រប់មុខហ្មងបងប្អូនអត់ចេះតបមិនឆ្ងាញ់ខ្លាំងណាស់បងប្អូនអូចង់និយាយថាឆ្ងាញ់ខ្លាំងណាស់ខ្ញុំហូបលើកដំបូងម្ដងហូបម្ដងបាយពី3ចានអីអត់ដឹងនៅណាទេបងប្អូនបន្លែនឹងដូចនឹងខ្ញុំត្រូវគ្នាហ្មងបងប្អូនជាតិខ្លាំងណាស់លោកបងប្អូនមើលមិនតែឆ្ងាញ់អត់ខ្ញុំឲ្យតែហូបម្ដងគ្មានដឹងឆ្អែតបាយមិនទេបងប្អូនឆ្ងាញ់ខ្លាំងណាស់ផ្អកនេះចំណាប់ផ្អកនេះម៉ាក់ខ្ញុំជាអ្នកចំហុយខ្ញុំនេះអ្នកភ្លក់ជំនួសជាតិខ្លាំងណាស់បងប្អូនជាមួយនឹងស្អំទៀតបងប្អូនហើយឆ្ងាញ់ខ្លាំងណាស់បងប្អូនចង់និយាយថាឆ្ងាញ់ហ្មងរកអីនិយាយអត់បានហ្មងបងប្អូនម្ហូបដែលយើងហូបរាល់ថ្ងៃឲ្យតែមានបន្លែបៃតងអញ្ចឹងរាល់ថ្ងៃខ្ញុំអត់ធុញមិនទេអ្នកខ្លះគេប្រាប់ខ្ញុំថាកុំហូបផ្អកប្រហុកអីខ្លាំងពេកព្រោះឥឡូវហ្នឹងសុខភាពយើងច្រើនអាយុច្រើនយើងកុំសូវហូបពេកឲ្យតមកមិនបានបងប្អូនហើយបើបន្លែឡើងខ្ចីលវក់ចេះហ្នឹងខ្ញុំទ្រាំមិនបានដាក់សិនហើយចាំសម្រក់ថ្ងៃក្រោយទៅបងប្អូនមិនអញ្ចឹងបានបន្លែស្រស់ហើយណានៅសម្រក់អីចាំថ្ងៃក្រោយសិនចាំសម្រក់ញ៉ាំម្ដងសិនទៅបើឲ្យទុកចិត្តមិនបានបើបន្លែប្លុកខ្ចីលវក់ចេះនេះជុំមានបងប្អូនណាខ្លះដែលចូលចិត្តបន្លែប្លុកដែលស្រស់ដូចខ្ញុំអញ្ចឹងបងប្អូនមើល comment ជួយ comment ប្រាប់ផងមើលឥឡូវនោះក៏អរគុណច្រើនបងប្អូនដែលបានទស្សនាកុំភ្លេចជួយ like ជួយ share ជួយ follow ម្នាក់មួយផងអរគុណច្រើនជំរាបលា